បាទសួស្តីអ្នកទាំងអស់គ្នាបាទចូលស្វាគមន៍ចូលមកកាន់វីដេអូរបស់ខ្ញុំបាទថ្ងៃនេះគឺខ្ញុំធ្វើការ close Ethan មួយដើម្បីយកលុយ$42បាទយកមកប្រើប្រាស់យកមកចាយអញ្ចឹងណាបងប្អូនណាបាទហើយអានេះគឺជាចំនួនទឹកលុយដែលខ្ញុំដកខែមុនអញ្ចឹងណាបាទវា$1000ជាងក៏ប៉ុន្តែដល់ឡែកគឺ channel គឺវាបានខូចអស់លេងហើយបាទខូចអស់លេងហើយវាឆ្លងដល់ channel ឆ្លងដល់អីយ៉ាងទៀតបាទហើយយើងឃើញថាលុយនៅក្នុង Action ហ្នឹងគឺមាន$42អញ្ចឹងបើសិនតែកាលណាយើងទុក Action ហ្នឹងចោលក៏វាអត់បានអីដែរបាទអញ្ចឹងមានតែធ្វើការ close ចោលតែម្ដងបាទ close Action ហ្នឹងចោលហើយដើម្បីឲ្យវាទូទាត់លុយដែលសល់ចុងក្រោយណាបាទមានប្រហែលគឺវានឹងទូទាត់ឲ្យយើងប៉ុណ្ណឹងបាទឥឡូវនេះគឺយើងចូលមក close Action បាទចូលកន្លែង setting ហ្នឹងមកបាទ account information យើងនឹងឃើញមានពាក្យថា close account ណាបាទអញ្ចឹងគឺយើងចុចកន្លែងហ្នឹងមកពោកមកបាទនេះទៅហើយបាទ Google AdSense របស់យើងនឹងធ្វើការបិទតែម្ដងបាទបន្ទាប់ពីវាធ្វើការបិទ Google AdSense របស់យើងហើយគឺវានឹងទូទាត់លុយដែលមាននៅខាងក្នុង Google AdSense របស់យើងនឹងមានប្រមាណក៏ដោយឲ្យតែលើសពី$10ហ្នឹងឲ្យតែលើសពី$10វានឹងធ្វើការទូទាត់តម្លាក់លុយចូលមកក្នុង bank របស់យើងនឹងតាមថ្ងៃតាមខែធម្មតាណាបាទឥឡូវនេះគឺខ្ញុំធ្វើការបិទបាទ Google AdSense របស់ខ្ញុំនេះគឺវាមានភ្ជាប់ទៅជាមួយនឹង YouTube ផងភ្ជាប់ទៅជាមួយនឹង website ផងអញ្ចឹងណាបាទតែដល់ឡែកភ្ជាប់ជាមួយនឹង website ខ្ញុំមិនដែលប្រើទេបាទអញ្ចឹងខ្ញុំបិទចោលបាទជាមួយនឹង YouTube ក៏ខ្ញុំបិទចោលដែរបាទអញ្ចឹងគឺយើងរើសយកពីរហ្នឹងមកបាទបើសិនជាបងប្អូនមានតែមួយរើសយកតែមួយទៅបានហើយបាទបន្ទាប់មកគឺយើងនឹងធ្វើការ close វាចោលតែម្ដងបាទឥឡូវយើងចុច close my account ហ្នឹងទៅរងចាំវាបន្តិចបាទផ្លឹបបាទ save for using ណាបាទ Google Publisher Production ណាបាទឥឡូវយើងធ្វើការ refresh មួយពងមើលចាំមើល refresh មួយពងមកវានឹងប្រាប់យើងថា Google account របស់យើងគឺត្រូវបានធ្វើការបិទហើយនេះឃើញទេ Google AdSense នេះណាហើយក៏វាមានប៊ូតុងខាងក្រោមឲ្យយើង reactive account វិញមានន័យថាទោះបីជាយើងបិទអញ្ចឹងហើយក៏យើងអាចធ្វើការបើកដំណើរការគេថា Google AdSense account នឹងបានវិញដែរឃើញទេក៏ប៉ុន្តែដល់ឡែកគឺខ្ញុំមិនបើកទេគឺខ្ញុំនឹងបិទទៅជារៀងរហូតតែម្ដងបាទហើយធ្វើការបង្កើត account ថ្មី